ក្រោតគឺជាភ្លើងកុំយកភ្លើងទៅរលត់ភ្លើងជាតិជាមនុស្សគេចមិនផុតពីការស្អប់របស់អ្នកដទៃដែលគេស្អប់យើងស្អប់គេចាំទុកណាបើអ្នកស្អប់គេខ្លាំងអ្នកក៏មានទុកក៏កាន់តែខ្លាំងបើអ្នកស្អប់គេតិចក៏មានទុកតិចបើមិនស្អប់គេទេសេចក្តីទុកកង្វល់ទាំងឡាយឯណាក៏គ្មានការដែលស្អប់គ្នានឹងគ្នារមែងធ្វើឲ្យលោកនេះមានការបែកបាក់រួបរวมសេចក្តីស្រឡាញ់រាប់អានគ្នានឹងគ្នាព្រោះជាការទម្លាយគ្នានៅក្នុងលោកនេះទាំងមូលដូច្នេះហើយសេចក្តីក្រោធកើតមកអំពីការខឹងស្អប់ក្រោធនេះជាភ្លើងកំហឹងមួយរមែងឆាបឆេះសន្ធោសន្ធើដុតរោរៀលក្តៅចុកចាប់ក្នុងសន្តានចិត្តរបស់អ្នកគ្រប់ខណៈ